Ok làយើងបង្ហាញពីការដាក់ Telegram ក្នុងទូរស័ព្ទថ្មីក្នុង Android ម្ដងជាទូទៅបើសិនជាយើងទិញទូរស័ព្ទថ្មីឬក៏ដាក់ Telegram លេខដដែលក្នុងទូរស័ព្ទថ្មីឬក៏យើងបានលុបចោលហើយវាទាមទារយើងនឹងវាយលេខកូដដែលផ្ញើពី Telegram ហ្នឹងអានេះគឺខ្ញុំធ្វើនៅលើទូរស័ព្ទ Android ពីមុនខ្ញុំធ្វើវីដេអូមួយដែរនៅលើទូរស័ព្ទ iPhone ខ្ញុំណាយើងត្រូវវាយលេខទូរស័ព្ទយើងម្ដងមកយើងចុចឲ្យវាផ្ញើលេខកូដមកឲ្យតែទន្ទឹមនឹងវាផ្ញើលេខកូដហ្នឹងវាតម្រូវឲ្យយើងមានដាក់ email មួយសិនចំពោះ email យើងអាចដាក់ email របស់យើងឬក៏យើងអត់មានយើងអាចបង្កើតថ្មីតែចំពោះការបង្កើតថ្មីឥឡូវគឺមានបញ្ហាស្មុគស្មាញតិចពេលខ្លះក៏វាបង្កើតអត់កើតដែរចំពោះកន្លែងនេះយើងអាចប្រើ email ប្រអសនមួយដែលយើងចូលក្នុង browser យើងទៅបន្ទាប់មកយើងវាយពាក្យថា Tmail ហ្នឹងបានន័យថា mail បណ្ដោះអាសន្នបន្ទាប់ពីវាយមកយើងចូលទៅ website វាទៅវានឹងបង្ហាញ email មួយតែប៉ុន្តែ email ហ្នឹងវានឹង load ដូរឈ្មោះរហូតតើពីវាលោតឈ្មោះ mail ហ្នឹងមកយើងគ្រាន់តែ copy mail ហ្នឹងហើយផាសវានៅក្នុង Telegram យើងហ្នឹងពេលយើងផាសវាហើយវានឹងលោតកូដប្រហែលខ្ទង់ទៅកាន់ email ហ្នឹងបើមើលកន្លែង email ហ្នឹងវិញហើយទាញមកក្រោមតិចមកនៅខាងក្រោមមានចន្លោះ inbox មួយដែលវានឹងផ្ញើលេខកូដនៅក្នុង inbox ហ្នឹងនេះលេខកូដរបស់ Telegram ហ្នឹងយើងគ្រាន់តែយកលេខកូដហ្នឹងទៅពេញនៅចន្លោះដែលវាយលេខកូដហ្នឹងបន្ទាប់ពីយើងវាយលេខកូដវាត្រូវហើយវានឹងឡងទៅកាន់ទាំងមួយទៀតដើម្បីឲ្យយើងបង់លុយចំពោះការបង់លុយវិញដំបូងយើងត្រូវបង្កើត email មួយឬក៏មាន email ស្រាប់ហ្នឹងយើង sign in ចូលក្នុងទូរស័ព្ទយើងទៅដោយសារតែខ្ញុំមាន email ស្រាប់ខ្ញុំក៏វាយឈ្មោះ email ហ្នឹងចូលទៅហើយនឹង password វាហ្នឹងតែបើទៅ email ហ្នឹងគឺ email Play Store ដើម្បីឲ្យយើង download កម្មវិធីអីផ្សេងៗហ្នឹងនេះបន្ទាប់ពីខ្ញុំវាយហើយហ្នឹងខ្ញុំ sign in ធម្មតាណាការ sign in ហ្នឹង sign in តាមរយៈ Play Store ហ្នឹងឯងនេះបន្ទាប់ពីយើង sign in ជោគជ័យរួចហើយយើងត្រឡប់ទៅកាន់ Play Store វិញទៅដើម្បីធ្វើការភ្ជាប់ជាមួយនឹងកុងធនាគារយើងហើយចំពោះការភ្ជាប់ដើម្បីបងប្រាក់វាមិនខុសពី iPhone ទេគាត់តែចុចរូបលើ email យើងបន្ទាប់មកចុចកន្លែងធ្វើការបងប្រាក់ហ្នឹងនេះវាដាក់ការបងប្រាក់និងការជាវមកដល់កន្លែងនេះយើងចុចកន្លែងបងប្រាក់ហើយចំពោះ email របស់ខ្ញុំហ្នឹងគឺខ្ញុំបានភ្ជាប់ជាមួយកុងធនាគាររួចហើយយើងមើលទៅនេះគឺជាឈ្មោះដែលខ្ញុំបានភ្ជាប់ពីមុនយើងអាចលុបចោលឬក៏យើងអាចបញ្ចូលកាតបន្ថែមទៀតក៏បានហើយដោយខាងក្រោមវាមានដាក់បញ្ចូលកាតឥណទានឬក៏បងពុនចុចកន្លែងហ្នឹងទៅវានឹងឲ្យយើងវាយលេខកាតធនាគាររបស់យើងហ៎សម្រាប់នេះមិនមែនជាកាតធនាគារហៅថា Visa កាតព្រោះ Visa កាតវាមានលេខជាច្រើនខ្ទង់ខាងលើហ្នឹងវាយត្រូវមកហើយបន្តមកដាក់ថ្ងៃខែឲ្យត្រឹមត្រូវហើយនឹងលេខ CVC ដោយសារតែខ្ញុំបានភ្ជាប់ពីមុនហើយអញ្ចឹងខ្ញុំក៏អត់បានភ្ជាប់បន្តទៀតដែរចាំមើលកន្លែងខ្ញុំគាត់បង្ហាញពីការភ្ជាប់បើសិនជាអ្នកទាំងអស់គ្នាដែលបានភ្ជាប់ទេគឺចូលបែបហ្នឹងឯងแล้วមកមើល Telegram នេះវិញបន្ទាប់ពីយើងភ្ជាប់ជាមួយ Visa កាតរួចរាល់ហើយវានឹង load បែបនេះឯងគឺនេះគឺជាឈ្មោះ Visa កាតរបស់យើងតើមកយើងចុចប៊ូតុងតិចហ្នឹងទៅវាតម្រូវឲ្យយើងវាយ password email របស់យើងបើយើងវាយមករងចាំវាដំណើរការតិចណាវានឹងបង្ហាញសារមួយដែលបញ្ជាក់ថាយើងបានបង់ប្រាក់ជោគជ័យហើយដល់ផ្ទាំងនេះយើងចុចខាងលើមកតើមកយកព្រមរងចាំវាបន្តិចតើវាផ្ទៀងផ្ទាត់ជាមួយ Visa កាតហ្នឹងមកវានឹង load ដល់ផ្ទាំងមួយទៀតដែលវានឹងធ្វើការ call ទៅកាន់លេខទូរស័ព្ទរបស់យើងចំពោះកន្លែងនេះយើងអាចមើលសារបានដែលបញ្ជាក់ថាលុយត្រូវបានកាត់ពីកុងធនាគាររបស់យើងហ៎ចំពោះការកាត់ហ្នឹងវាមានកាត់ពន្ធកាត់អីបន្ថែមទៀតពេលចម្បងគឺ1.49ទេតែចាស់ស្ដែងគឺ1.64មកឥឡូវមកមើល Telegram បន្តទៀតដោយសារតែនេះចាំយូរវាអត់បានទេមកយើងទេហើយចំពោះដំណោះស្រាយយើងធ្វើការលុប Telegram នឹងចោលទៅតមកយើងត្រូវ download Telegram ម្ដងទៀតតើបើយើងឡើងចាប់ហើយយើងធ្វើការបើកធម្មតាមកហើយយើងវាយលេខទូរស័ព្ទយើងចូលម្ដងទៀតហើយរងចាំបន្តិចហ្នឹងវានឹងផ្ញើលេខកូដមកឲ្យយើងហើយមកយកលេខកូដនៅវាយបញ្ចូលឲ្យត្រឹមត្រូវទាំងអស់មកចំពោះចំណុចនេះយើងក៏ត្រូវការបង់លុយម្ដងទៀតដោយសារយើងបង់លុយរួចហើយម្ដងហើយចំពោះអ្នកខ្លះគាត់បារម្ភថាបង់លុយម្ដងហើយស្រាប់តែអត់ផ្ញើលេខកូដឬក៏អត់ទេមកឲ្យហ្នឹងអាហ្នឹងយើងអាចធ្វើការបែបហ្នឹងហើយសម្រាប់លេខកើតថ្មីយើងពេញឈ្មោះពេញឲ្យត្រឹមត្រូវមកបន្តមកយើងអាចប្រើ Telegram បានហើយអូខេចំពោះការធ្វើគឺមានតែប៉ុណ្្នឹងឯងដោយសារតែមានគេសួរច្រើនពេកព្រោះមើលវីដេអូហើយនៅតែមើលអត់យល់អញ្ចឹងក៏ធ្វើវីដេអូរឿងវែងតិចទៅ